ពេលឯងត្រូវស៊ុបកន្ទុយគោដាក់ថ្លើមគោខ្លះឲ្យឆ្ងាញ់សាច់គោខ្លះនេះកន្ទុយគោថ្ងៃនេះអត់ដាក់បន្លែបៃតងទេដោយសារតាជីមកថាទិញហើយប៉ុណ្ណេះធ្វើជួយទិញពូកម៉ាក់តើក៏ពូកម៉ាក់អត់មានក៏ខ្ជិលបកទៅវិញដាក់ទៅនេះណាកតុយនេះណាវាពេញពេកទៅខ្លាចវាឃ្លីណាខ្លាចវាប្រពប់រៀនទូខ្លាំងនេះបងប្អូនកតុយគោមានដូចខ្លាយ1គីឡូ10000តែយើងអាចញ៉ាំបានព្រោះយើងចូលហាងមកខ្ជិះខ្ជាយព្រោះយើងអត់លុយផងធ្វើអីសង្ហាចូលហាងអាណាចូលបានធ្វើគឺយ៉ាងនោះទៅញ៉ាំ2ថ្ងៃបូកទាំងបន្លែប្រឡោកហ្នឹង20000បូកទាំងបន្លែប្រឡោកហ្នឹង20000ហ្មង20000ជាង20000គាត់នំយើងញ៉ាំបានមួយឆ្នាំងធំដែរឃើញឆ្នាំងធំដែរណាដៃលោកតាលោកយាយឆ្ងាញ់ណាស់គួរលក់ក្រៃដេងលក់ក្រូចឈ្ងុយឈ្ងុបជាតិដល់ក៏ជាតិម៉ែជាតិអវជាតិទៅចាំដាក់ជីនេះជីបារាំងដើមខ្ទឹមទៅគល់លក្រៃហើយមកញ៉ាំបងប្អូនហ្នឹងមក